ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានសម្អាតនៅថ្នាំត្រៀមនឹងហាន់ហើយថ្នាំនេះពីប្រហែលថ្ងៃមុនខ្ញុំបានឡើងភ្នំដើម្បីរកហើយតម្រាំរកបានប៉ុណ្នេះគឺមិនងាយបងប្អូនណាឥឡូវថ្ងៃនេះបានថ្នាំពិសេស3មុខដែលបងប្អូនខ្លះគាត់ចង់ស្គាល់គាត់ចង់ដឹងយកព្យាបាលជំងឺអ្វីខ្លះថ្នាំទាំង3មុខនេះអាចព្យាបាលបានជំងឺច្រើនមុខឥឡូវបង្ហាញបងប្អូនមួយមុខនេះបងប្អូនស្គាល់ទេមើលដូចមើមដំឡូងតែភាគច្រើនបងប្អូនច្រើនច្រឡំថាមើមដំឡូងឬក៏មើមពពាយតាមពិតនេះរឹសទេបងប្អូនណារឹសដើមស្រកាស្រែងឬយើងហៅថាឆ្កែស្រែងនេះរឹសឆ្កែស្រែងឬឆ្កាស្រែងឬស្រកាស្រែងតាមតំបន់ខ្លះគេហៅហើយដើមស្រកាស្រែងឬឆ្កែស្រែងនេះមានគុណប្រយោជន៍ព្យាបាលបានជំងឺ100គុណហើយនេះទៅតាមក្នុងក្បួនថ្នាំដាក់មកហើយឃើញភាគច្រើនចាស់ពីដើមគាត់ផ្សំថ្នាំគាត់អត់ចោលទេដើមឆ្កែស្រែងនេះហើយទី2គឺដើមដង្កៀបក្តាមវាមាន2ប្រភេទដង្កៀបក្តាមឈ្មោលនិងដង្កៀបក្តាមមេវាមាន2ប្រភេទបងប្អូនណាតែយើងអាចប្រើបានទាំងពីរបើបានទាំងពីររឹតតែល្អហើយនេះហៅថាវឈាមនេះឬក៏វឈាមមិនតុងមិនមែនវតាអានទេបងប្អូនណាវតាអានផ្សេងវតាអានត្រួយវាខៀវអានេះត្រួយវាពេលវាចាញ់មកវារៀងក្រហមហើយយើងកាប់ចាញ់ទៅគឺវាមានចរចាញ់មកដូចឈាមអញ្ចឹងខ្លះគេហៅវឈាមទៅខ្លះគេហៅវឈាមនេះអញ្ចឹងទាំង3មុខនេះបងប្អូនយើងផ្សំជាមួយគ្នាសម្រាប់បងប្អូនអ្នកហូបបាយអត់សូវបានខ្សោយក្នុងខ្លួនខ្សោយកលៀនគ្រូតម្រងនោមឈឺជក់រ៉ាំរ៉ៃនិយាយរួមទៅគឺបានច្រើនជំងឺនេះសម្រាប់តែ3មុខដែលខ្ញុំដឹងណាប៉ុន្តែខ្ញុំសួរលោកតាដែលគាត់នាំឡើងភ្នំថ្ងៃមុនហ្នឹងគាត់ប្រាប់ថាផ្សំបាន7មុខទៀតថែម4មុខទៀតគឺរឹតតែល្អហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីថ្នាំទាំង7មុខនោះប្រាប់បងប្អូនប៉ុន្តែសម្រាប់ខ្ញុំដែលខ្ញុំធ្លាប់ដឹងធ្លាប់ប្រើគឺ3មុខនេះគឺពិសេសហើយព្យាបាលបានជំងឺច្រើនមុខហើយបងប្អូនកើតហឺតកើតអីឬក៏ជំងឺរ៉ាំរ៉ៃអាត់ស្វាយឬក៏ជុកក្រួយឬក៏កាពះពុះវៀនអីគឺសិតតែត្រូវហូបបាយបានហើយជំនួយកម្លាំងជាពិសេសស្ត្រីឆ្លងទន្លេរួចបងប្អូនណាពេលដែលឆ្លងទន្លេរួចគឺយើងយកថ្នាំនេះយកទៅហូបដាំទឹកហូបរាល់ថ្ងៃដើម្បីជំនួយសរសៃទៅសូងហើយជាពិសេសបងប្អូនអ្នកខ្សោយអីនេះយកទៅត្រាំស្រាក៏បានដែរនេះថ្នាំបងប្អូនណានេះចាំខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនបន្តទៀតអានេះសូមបង្ហាញត្រុសត្រាយប៉ុណ្្នឹងតែបងប្អូនហាន់ហើយហាលឲ្យស្ងួតដាំហូបរាល់ថ្ងៃទាំង3មុខនេះមួយមុខបន្តិចទៅយើងហូបរាល់ថ្ងៃទេអានេះវាជំនួយឈាមជំនួយកម្លាំងជំនួយសរសៃជំនួយផ្លូវភេទជាដើមនេះបងប្អូនណាថ្នាំបុរាណខ្មែរយើងបាទហើយបងប្អូនអាចយកទៅត្រាំស្រាទាំងស្រស់ក៏បានហាលឲ្យស្ងួតហើយត្រាំស្រាក៏បានហើយអរគុណច្រើនបងប្អូនផ្លេចចែករំលែកវីដេអូនេះផង